មន្ត្រីជំនាញខេត្តបាត់ដំបងផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋជិត 20,000 នាក់ក្នុងរយៈពេល 9 ខែដើមឆ្នាំ 2026 មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាក្នុងរយៈពេល 9 ខែដើមឆ្នាំ 2026 នេះសមត្ថកិច្ចបានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី 15 ឆ្នាំឡើងបានចំនួន 18,069 នាក់ ប្រុស 7,159 នាក់ ក្នុងនោះរួមមានការប្រគេនជូនព្រះសង្ឃចំនួន 10 អង្គ និងប្រជាពលរដ្ឋចំណាក់ស្រុកមកពីខេត្តផ្សេងៗចំនួន 5 នាក់ លោកវរៈសេនីយ៍ តូ សានសីហ៊ាន នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានឲ្យដឹងតាមរយៈរបាយការណ៍គិតចាប់ពីថ្ងៃទី 10 ខែកុម្ភៈដល់ថ្ងៃទី 10 ខែសីហាឆ្នាំ 2026 ថាដើម្បីសម្រេចឲ្យបានតាមផែនការសរុប 19,291 នាក់ ប្រុស 9,866 នាក់ មន្ត្រីជំនាញត្រូវបន្តបំពេញបែបបទជូនប្រជាពលរដ្ឋបន្ថែមចំនួន 1,222 នាក់ទៀត លោកនាយការិយាល័យបន្ថែមថាការិយាល័យជំនាញបានបញ្ជូនទិន្នន័យទៅនាយកដ្ឋានមានចំនួន 15,967 នាក់ និងទទួលសញ្ញាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីនាយកដ្ឋានចំនួន 14,398 សញ្ញាក្នុងនោះព្រះសង្ឃបានចំនួន 10 សញ្ញាប្រគល់និងចែកជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន 14,398 សញ្ញាក្នុងនោះប្រគេនព្រះសង្ឃបានចំនួន 10 សញ្ញានិងបានដោះស្រាយករណីស្ទួនក្រយៅដៃ 166 នាក់ នាយកដ្ឋានដោះស្រាយបានចំនួន 83 នាក់ នៅសល់ 83 នាក់ទៀត និងថតឡើងវិញចំនួន 859 នាក់ ដោះស្រាយបានចំនួន 421 នាក់ នៅសល់ 438 នាក់ តាមផែនការដែលត្រូវផ្ដល់គិតចាប់ពីថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2012 រហូតមកដល់ពេលបច្ចុប្បន្ន សរុបចំនួន 1,19,256 នាក់ ប្រុស 51,1,050 នាក់ ជាលទ្ធផលផ្ដល់បានសរុប 1,68,005 នាក់ ប្រុស 52,2103 នាក់ ក្នុងនោះប្រគេនជូនព្រះសង្ឃបានចំនួន 2,037 អង្គ ការផ្ដល់ជូននេះគឺលើសផែនការសរុប 48,749 នាក់ ប្រុស 21,053 នាក់